បាទជំរាបសួរបងប្អូនគ្នានេះជា Smart 8S Mini ដែលមានមុខងារ Vortex Protector បូកជាមួយនឹង 8S Mini អញ្ចឹងសម្រាប់ដែលបងដែលប្រើ 8S Mini អត់ពិបាករឿងដាក់ Vortex ដើម្បីការពារភ្លើងឡើងចុះលើងពាក់លើអីទៀតទេអញ្ចឹងយើងមានតែនេះមួយគឺប្រើបានហើយវាលក្ខណៈថា all in one អញ្ចឹងវាមានបង្ហាញតើតងមួយlink ទី1ហើយនឹង pair link ទី2អញ្ចឹងគឺបងអាចមើលឃើញថាសម្រាប់ link ទី1ឬក៏ link ទី2បានហើយអ្វីដែលសំខាន់មួយទៀតគឺយើងអាចយើងឡើងយើងមើលបានថាយើងកំពុងប្រើ link ទី1ឬក៏ link ទី2នោះបាទនេះមាន link ទី1 link ទី2ហើយនឹង fill អញ្ចឹងអានេះយើងអាចកំណត់ពែនៅពេលដែលលើពែលើអីវាមានតួនាទីលោតផ្ដាច់ចេញដូច disruptor របស់យើងអញ្ចឹងហើយអ្វីដែលសំខាន់មួយទៀតណាគឺយើងអាចកំណត់មុខងារទាំងអស់នឹងបានអញ្ចឹងមុននឹងទៅស្គាល់ខ្ញុំបង្ហាញតែទៅមួយការភ្ជាប់ជាមុនសិនអញ្ចឹងតើតើជាមួយការភ្ជាប់គឺបងឃើញ N1 ហើយនិង L1 ទេអានេះគឺជាប្រភពទី1ដែលយើងត្រូវភ្ជាប់បាទនេះ L1 យើងត្រូវភ្ជាប់ប្រភពទី1ចំណែក N2 និង L2 គឺយើងភ្ជាប់ប្រភពទី2ចំណែកខាងនេះ load LN ដែលយើងភ្ជាប់ចេញមកប្រើបាទហើយតើតើមួយការភ្ជាប់គឺមានប៉ុណ្ណឹងហើយខាងក្រោមយើងអាចចាប់ជាមួយដៃបានទេនេះទំហំវាទូចមកយើងដាក់ជាមួយនឹងប្រអប់ printer បានតើតើជាមួយការកំណត់គឺបងចុចអក្សរ M ចុចអក្សរ M អានេះតើតើមួយរយៈពេលដែលយើងបើកប្រើដំបូងគឺរយៈពេលប៉ុន្មាន10វិនាទីឬក៏15 30តាមតម្រូវការបងកំណត់អានេះគឺកំណត់ដោយ voltage ចឹងហើយចំណុចទី2តើតើមួយភ្លើងដាច់ហើយភ្លើងមកវិញអញ្ចឹងយើងដាក់ delay មក5វិនាទីឬក៏10 15តាមតម្រូវការរបស់បងទាំងអស់គ្នាប្រភពទី3តើតើមួយតង់ចុងលើតង់ចុងឡើងអញ្ចឹងបងចង់បានប្រហែលខ្ញុំគិតថាถึง240គឺប៉ុណ្ណឹងគឺល្អហើយ240 250គឺល្អហើយតើតើតង់ចុងលើណាបាទហើយទី3គឺតើតើមួយតង់ចុងធ្លាក់បងអាចយក170ឬក៏160អញ្ចឹងទៅអានេះតង់ចុងធ្លាក់ហើយនេះគឺអានុភាពបងចង់រើសយកលេខទី1ឬក៏លេខទី2តែសម្រាប់ខ្ញុំ recommend គឺខ្ញុំឲ្យបងរើសទៅលើអូតូវិញអានេះយើងរកអានុភាពលេខទី2ហើយអានេះគឺប្រភពទី1អានេះគឺអូតូបាទតិចខ្ញុំបញ្យល់ថាឡើងអូតូនិង L1 នឹងបង្ហាញអានេះតើតើមួយពែបងអាចកំណត់ចាប់ពី1ពែទៅដល់63ពែអញ្ចឹងបងអាចលេខតម្រូវបានអានេះបាទវាដូច voltage អញ្ចឹងចំណុចហ្នឹងហើយមួយទៀតអានេះតើតើមួយពែនឹងលើប្រមាណវិនាទីបានឲ្យផ្ដាច់អញ្ចឹងខ្ញុំគិតថា 0.5 គឺវាល្អបំផុតហើយបាទអានេះអត់នេះទេពេលភ្ជាប់មកវិញអញ្ចឹងយើងអត់កំណត់ក៏បានដែរនេះអូខេនេះវា delay មកវិញភ្លឺអានេះគឺប៊ូតុងបិទបងអាចបិទបានបាទបិទចុចមួយបាតចុចមួយបិទអានេះយើងអាចធ្វើបានហើយអាមុខងារតាក់ទងចំណុចកន្លែងរើសអូតូនោះគឺខ្ញុំចង់បង្ហាញជាបងទេនៅពេលដែលយើងរើសយកអូតូបាទនៅពេលដែលរើសយកអូតូហើយឧបមាថាយើងកំពុងប្រើភ្លើងរត់ដាច់ទៅយើងមានប្រភពមួយទៀតវានឹង delay ឲ្យខ្ញុំកំណត់5វិនាទីមិញបាទគ្រប់វិនាទីរបស់វាភ្ជាប់ឲ្យបែបនេះហើយនៅពេលដែល link ទី2មកវិញឬក៏ភ្លើងរត់យើងមកវិញវានឹងលោតបង្ហាញឲ្យតង់ចុងរបស់យើងនៅពេលដែលតង់ចុងយើងគ្រប់បងឃើញតែភ្លើងរត់មកគ្រប់ហើយបងអាចផ្លុតម៉ាស៊ីនបានផ្លុតម៉ាស៊ីនទៅវានឹង delay ឲ្យតាមយើងកំណត់វានឹងបាយយកភ្លើងរត់ធ្វើវិញបានកន្លែងនេះអញ្ចឹងវាល្អត្រង់ថាចេះនៅពេលដែលយើងប្រើភ្លើងរត់ដាច់ទៅយើងបញ្ឆេះភ្លើងម៉ាស៊ីនវា delay រាប់ឲ្យហើយបានភ្ជាប់ឲ្យវិញបាទភ្ជាប់ហើយភ្លើងរត់មកគឺវាអត់រើសយកភ្លើងមករត់ទេនេះឃើញវាអត់រើសយកទេទូភ្លើងរត់ញាក់បុកយ៉ាងណាក៏អត់ដែរណោះបាទអញ្ចឹងបងប្រើដែលឃើញតែភ្លើងរត់មកមានស្ថិរភាពល្អហើយវាលែងញាក់ហើយយើងបលុតម៉ាស៊ីនទៅវានឹងអូតូមកភ្លើងរត់ដោយស្វ័យប្រវត្តិតែម្ដងចំណុចហ្នឹងបាទនេះវាអត់លក្ខណៈថាយើងកំពុងប្រើភ្លើងរត់សុកទៅវាលក្ខណៈយើងប្រើភ្លើងរត់ឬក៏ភ្លើងម៉ាស៊ីនណាមួយចុះពេលដែលមានភ្លើងប្រភពមួយទៀតវាមកបុកញាក់ចុះញាក់ឡើងក៏វាអត់លោតផ្លាស់ប្ដូរទៅដែរហើយអានេះគឺអត់ពិបាករៀបប្រព័ន្ធបញ្ជាប្រព័ន្ធអីច្រើនទេគឺបងយកទៅដាក់ប្រើបានតែម្ដងគឺ security មែនតើអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់បងត្រូវការអីចង់បានអីអាចឆាតខ្ញុំមកតាម Telegram ក៏បានឬក៏ឆាតយក Page ក៏បានដែរអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងអ្នកគ្នា